ខ្ញុំមានដំណឹងមួយសំខាន់បងប្អូនជួយចែកម្លែកមួយផងច្បាប់អន្តរប្រវត្តិថ្មីរបស់សហរដ្ឋអាមេរិកដែលចេញកាលពីម្សិលមិញថ្ងៃទី13ខែសីហាឆ្នាំ2026សម្រាប់អ្នកដែលកំពុងស្នើសុំការរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិកឬក៏ adjustment of status ដើម្បីទទួលបាន green card ការរស់នៅសហរដ្ឋអាមេរិកស្របច្បាប់ហាមចាក់ចេញពីសហរដ្ឋអាមេរិកតាមរយៈ advance parole ខ្ញុំនឹងពន្យល់ថាតើនរណាខ្លះដែលកំពុងស្នើសុំរស់នៅសហរដ្ឋអាមេរិកស្របច្បាប់ឬក៏ adjustment of status ហើយអ្វីទៅដែលជា advance parole ឧទាហរណ៍បងប្អូនមកលេងតាម B1 B2 ឬក៏មកសិក្សាបន្ទាប់មកបងប្អូនជួបប្តីឬក៏ប្រពន្ធនៅសហរដ្ឋអាមេរិកហើយរៀបការពេលនោះហើយគឺបងប្អូនត្រូវការចាប់ផ្ដើមធ្វើ adjustment of status មានថាបដូរពី visa មកលេងឬក៏មករៀនហ្នឹងមករស់នៅស្របច្បាប់សហរដ្ឋអាមេរិកឬក៏យើងស្នើដើម្បីសុំ green card ហើយដើម្បីសុំ green card នឹងបានអ្នកធានាត្រូវបំពេញ I-130 ហើយនឹងអ្នកត្រូវបានគេធានាឬក៏បដូរ adjustment of status ហ្នឹងត្រូវបំពេញ I-485 តើអ្វីទៅជា advance parole advance parole ហ្នឹងគឺជាกระดาษមួយដែលចេញពីក្រសួងអន្តរប្រវេសន៍ដែលអនុញ្ញាតឲ្យបងប្អូនចេញពីសហរដ្ឋអាមេរិកទៅលេងប្រទេសណាមួយឧទាហរណ៍ដូចជាប្រទេសកម្ពុជាអញ្ចឹងគឺអនុញ្ញាតឲ្យចេញពីសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាហើយត្រឡប់មកវិញអញ្ចឹងពីមុននឹងចេញពីសហរដ្ឋអាមេរិកបងប្អូនត្រូវស្នើសុំ advance parole សិនគឺបំពេញឯកសារ I-131 ពេលណាក្រសួងអន្តរប្រវេសន៍សហរដ្ឋអាមេរិកយល់ព្រមគេចេញกระดาษមួយគឺ I-512L กระดาษហ្នឹងហើយដែលបងប្អូនកាន់តាមខ្លួនvàគេអាចឲ្យជាកាតឲ្យបងប្អូនកាន់តាមខ្លួនហើយចេញទៅបរទេសទៅហើយពេលត្រឡប់មកវិញបង្ហាញអាហ្នឹងមកគេឲ្យយើងចូលហើយប៉ុន្តែឥឡូវនេះអត់ទេច្បាប់ថ្មីនេះគេបាននិយាយថាបើទោះបីជាបងប្អូនស្នើសុំ advance parole នឹងហើយក៏ដោយបងប្អូនដែលកំពុងធ្វើ adjustment of status ដែលមិនទាន់បាន green card ទោះបីជាបងប្អូនស្នើសុំ advance parole ត្រូវបានគេ approve គេយល់ព្រមឲ្យហើយក៏មិនប្រកាសថាបងប្អូនអាចចូលសហរដ្ឋអាមេរិកបានវិញដែរกระดาษ advance parole នឹងលែងធានាក្នុងការត្រឡប់មកវិញហើយបើតាមច្បាប់ថ្មីខ្ញុំនឹងដាក់ link នៅខាងក្រោមបងប្អូនអាចទៅមើលបានគេបានបញ្ជាក់ថាពេលដែលបងប្អូនត្រឡប់មកវិញគេមើលថាបើសិនជាបងប្អូននៅសហរដ្ឋអាមេរិកខុសច្បាប់រយៈពេលពីចន្លោះ1ថ្ងៃរហូតដល់180ថ្ងៃឬក៏ក្រោម1ឆ្នាំបើគេរកឃើញថានៅសហរដ្ឋអាមេរិកខុសច្បាប់គេនឹងហាមបងប្អូនមកសហរដ្ឋអាមេរិករយៈពេល3ឆ្នាំប្រសិនបើបងប្អូននៅសហរដ្ឋអាមេរិកខុសច្បាប់លើសពី1ឆ្នាំឡើងទៅគេហាមបងប្អូនអត់ឲ្យមកសហរដ្ឋអាមេរិករយៈពេល10ឆ្នាំឬក៏10 years bar ឥឡូវនេះមកគិតជាមួយគ្នាចេះបើកាលណាបងប្អូនមកលេងឥឡូវនេះគេអនុញ្ញាតឲ្យឧទាហរណ៍1ខែបន្ទាប់មកបងប្អូនរៀបការក្នុងកំឡុងពេល1ខែហ្នឹងចាប់ផ្ដើមបំពេញ I-130 ដើម្បីធានាហើយ I-130 ហ្នឹងមុននឹងគេ approve ឲ្យប្រើរយៈពេលរាប់ខែរាប់ឆ្នាំហើយកំឡុងពេលរងចាំហ្នឹងវាត្រូវតែរងចាំឲ្យលើសពី1ខែហ្នឹងបាទហើយបើកាលណាបងប្អូនហ៊ានតែស្នើសុំparole ហ្នឹង advance parole ហ្នឹងអញ្ចឹងវាលើសបាត់អញ្ចឹងបើការលើសបាត់យើងគេរាប់ថារស់នៅសហរដ្ឋអាមេរិកខុសច្បាប់ហើយបើកាលណាខុសច្បាប់ឃើញពេលបងប្អូនចូលមកវិញគេមិនឲ្យចូលគេថាបងប្អូនរស់នៅសហរដ្ឋអាមេរិកខុសច្បាប់អីហ្នឹងអញ្ចឹងហើយបានសូមផ្ដាំទៅបងប្អូនដែលកំពុងបើសិនជាមូលហេតុណាក៏ដោយព្រោះយើងដឹងហើយយើងអាចទៅលេងបងប្អូនផងបើសិនយើងចង់ចេញពីសហរដ្ឋអាមេរិកហើយយើងនៅនេះហើយយើងមិនទាន់បាន green card យើងចង់ទៅលេងរវល់ការបងប្អូនទៅលេងថ្ងៃចូលឆ្នាំឪពុកម្ដាយឈឺឥឡូវនេះទៅលេងបានហើយវីដេអូនេះក៏ជួយជាការដាស់តឿនឲ្យបងប្អូនដឹងហើយអាចទៅមើលច្បាប់នឹងបានហើយអាចបើសិនជានេះសួរអ្នករៀបចំឯកសារអីទៅដើម្បីគេជួយផ្ដល់ប្រឹក្សាបន្ថែមអញ្ចឹងណាបាទអរគុណវីដេអូខ្លីនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានប្រយោជន៍សូមជួយ like ហើយនិង share សម្រាប់អ្នកដទៃដឹងផងបាទអរគុណ